นมก้าวได้ធ្វើចេញពីសាច់ម្សៅធម្មតានោះគឺខ្ញុំធ្លាប់បានធ្វើម្ដងរួចមកហើយថ្ងៃនេះគឺខ្ញុំមកធ្វើនំកៅដែលយើងលាយជាមួយនឹងដលងពណ៌ស្វាយនិយាយពីថាពណ៌គេឆ្អិននេះស្អាតខ្លាំងមែនតែនហើយបើរសជាតិវិញក៏ឆ្ងាញ់ជាងនំកៅដែលយើងធ្វើចេញពីសាច់ម្សៅធម្មតាដែររបៀបធ្វើវិញក៏អត់មានអីពិបាកដែរខ្ញុំមានដលងពណ៌ស្វាយនឹងចិត្តសបកហើយខ្ញុំយកមកថ្លឹងទៅ2ខាំកន្លះខ្ញុំយកទៅចំហុយឲ្យឆ្អិនហើយកិនឲ្យម៉ត់អញ្ចឹងទៅណាបន្ទាប់មកគឺខ្ញុំមានមេនំប៉័ងហ្នឹង7ក្រាមលាយជាមួយនឹងទឹកក្តៅអ៊ុនៗហ្នឹងបន្តិចទៅកូរចូលគ្នាឲ្យសព្វហើយផ្អាប់ទុក5នាទីសិនបន្ទាប់មកខ្ញុំប្រើម្សៅអង្ករខ្សាយហ្នឹង2ខាំកន្លះស្ករ120ក្រាមអំបិលបន្តិចកូរចូលគ្នាឲ្យសព្វទៅហើយខ្ញុំចាក់ទឹកខ្ទិះដូងហ្នឹងចូលម្ដងបន្តិចណាទឹកខ្ទិះដូងដែលខ្ញុំប្រើហ្នឹងគឺមានចំនួន300ml បន្ទាប់ពីចាក់ទឹកខ្ទិះដូងចូលអស់ហើយគឺយើងកូរម្សៅហ្នឹងឲ្យសព្វចូលគ្នាទៅជាសាច់មួយអញ្ចឹងទៅណាហើយបន្ទាប់មកគឺខ្ញុំយកទឹកមេនំប៉័ងដែលយើងបានផ្អាប់ទុកមុនហ្នឹងទឹកមេនំប៉័ងនេះដែរបើសិនជានៅពេលដែលយើងផ្អាប់ហើយវាអត់មានឡើងពពុះអញ្ចឹងទេគឺបានន័យថាមេនឹងខូចហើយយើងយកមកលាយជាមួយម្សៅក៏អត់ឡើងដែរហើយយើងកូរចូលគ្នាឲ្យសព្វអញ្ចឹងទៅទើបខ្ញុំចាក់ដលងដែលយើងបានកិនរួចមុននឹងចូលណាហើយកូរចូលគ្នាឲ្យសព្វម្ដងទៀតត្រង់កន្លែងហ្នឹងបងប្អូនចង់យកដលងហ្នឹងទៅក្លុកឲ្យម៉ត់សិនចាំយកមកចាក់ចូលក្នុងម្សៅក៏បានដែរប៉ុន្តែដោយសារថាខ្ញុំមានម៉ាស៊ីនកិននៅក្រៅស្រាប់អញ្ចឹងខ្ញុំអត់បានយកក្លុកទេខ្ញុំកិននៅក្នុងចានកធុនហ្នឹងតែម្ដងហើយមិញហ្នឹងដោយសារថាខ្ញុំលាយទៅវារៀងកោកពេកអញ្ចឹងខ្ញុំក៏បានថែមទឹកក្តៅអ៊ុនៗហ្នឹង50 ml ទៀតហើយកិនចូលគ្នាឲ្យម៉ត់ត្រង់កន្លែងនេះបើសិនជាបងប្អូនអត់ចង់កិនក៏បានដែរអត់មានបញ្ហាទេគ្រាន់តែថាបើយើងកិនទៅបានសាច់នំម៉ត់អញ្ចឹងណាហើយបន្ទាប់ពីកិនរួចគឺខ្ញុំយកទៅផ្អាប់ហ្នឹងរយៈពេល3ម៉ោងដោយសារថាមេឃថ្ងៃហ្នឹងអត់ទៅបើកថ្ងៃទេរៀងសតុំណាអញ្ចឹងហើយទៅយើងចំណាយពេលផ្អាប់ម្សៅនឹងរៀងយូរតែបើថាមេឃបើកថ្ងៃក្តៅអីផ្អាប់តែ2ម៉ោងនឹងសាច់ម្សៅនឹងឡើងល្អហើយបន្ទាប់មកគឺយើងកូរសាច់ម្សៅនឹងឲ្យវាស្រកពពុះនឹងចុះទៅវិញណាហើយខ្ញុំដួសវាដាក់ក្នុងកែវនឹងទៅកំប៉ុងនឹងដែលថាវាមានមាត់ស្រួយយើងសនុកចាក់ដាក់ក្នុងពែងណាបន្ទាប់មកគឺខ្ញុំយកពែងអាកោនឹងមកតម្រៀបនៅក្នុងឡាំងសឹងហ្នឹងណាបន្ទាប់ពីតម្រៀបហើយហ្នឹងគឺខ្ញុំបានដាក់ដាំទឹកឲ្យឡើងពុះហើយខ្ញុំយកពែងហ្នឹងទៅចំហុយចោលប្រហែលជា3នាទីទៅបន្ទាប់មកទៅខ្ញុំយកសាច់ម្សៅហ្នឹងមកចាក់ដាក់ក្នុងពែងហ្នឹងដើម្បីចំហុយខ្ញុំប្រើពេលចំហុយនំប្រហែលជា20នាទីព្រោះអីសាច់នំខ្ញុំវាអត់រាវទេរៀងខាប់អញ្ចឹងខ្ញុំចំហុយរៀងយូរបន្តិចតែយើងអាចមើលទៅតាមជាក់ស្ដែងណាដោយសារថាខ្ញុំចំហុយ20នាទីហ្នឹងប្រើឆ្នាំងខ្សែភ្លើងអញ្ចឹងបើសិនជាបងប្អូនប្រើចក្រានហ្គាសអីយើងមើលតាមហ្នឹងទៅជាក់ស្ដែងណាហើយឥឡូវនេះនំខ្ញុំបានឆ្អិនល្អហើយនិយាយពីថាពណ៌គេឡើងស្អាតមែនតែនហើយក្លិនវិញក៏ឈ្ងុយខ្លាំងណាស់ដែរហើយយើងលើកវាចុះទុកឲ្យត្រជាក់ទៅចាំឆ្កឹះចេញពីពុំបើសិនជាឆ្កឹះទាំងនៅក្តៅគឺបែកអស់ហើយអត់ស្អាតទេនៅពេលដែលបានធ្វើនំកៅលាយជាមួយដលងពណ៌ស្វាយម្ដងនេះហើយលើកក្រោយគឺលែងចង់ហូបឲ្យនំកៅដែលមានសាច់ធម្មតាព្រោះអីនំកៅលាយជាមួយសាច់ដលងនេះគឺថាវាមានរសជាតិឆ្ងាញ់ជាងនំកៅដែលយើងធ្វើសាច់ម្សៅធម្មតានឹងឆ្ងាយមែនតែនទោះបីជាថាយើងហូបតែទេមិនបាច់លាយជាមួយនឹងខ្ទិះដូងចេះក៏មានរសជាតិឆ្ងាញ់ដែរតែគ្រាន់តែថាខ្ញុំនឹងជាអ្នកចូលចិត្តរបៀបថាខ្ទិះអញ្ចឹងខ្ញុំក៏ធ្វើទឹកខ្ទិះដូងនឹងជ្រលក់មកតង់ទៀតទៅគឺរឹតតែឆ្ងាញ់រសជាតិវិញនៅពេលយកសាច់នំទៅជ្រលក់ជាមួយនឹងទឹកខ្ទិះអញ្ចឹងទៅគឺថាមកល្មមតែម្ដងអត់ផ្អែមខ្លាំងទេ